បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកនៅបញ្យលពាក្យក្នុងភាសាខ្មែរចំនួន3ពាក្យទៀតដើម្បីមកធ្វើការបញ្យលបង្ហាញបងប្អូនបាទចំពោះបងប្អូនដែលមានចម្ងល់តើតើទៅនឹងបញ្យលពាក្យខ្មែរបាទពាក្យសូត្រដូចពាក្យនេះដូចបងប្អូនអាចធ្វើការ comment ខាងក្រោមវីដេអូឬមួយក៏ join group Telegram ហើយធ្វើការសាកសួរខ្ញុំបាទនឹងបកស្រាយជូនបាទអញ្ចឹងទេចំពោះបញ្យលពាក្យថ្ងៃនេះដែលខ្ញុំលើកយកមកបង្ហាញបងប្អូននោះគឺខ្ញុំលើកយកចំនួន3ពាក្យបាទដើម្បីមកបកស្រាយជូនបងប្អូនពាក្យទី1គឺពាក្យកីឡាបាទកីឡាពាក្យទី2គឺកីឡដ្ឋានទី3គឺកីឡាដ្ឋានបាទអញ្ចឹងថាតើពាក្យទាំង3នេះមានអត្ថន័យយ៉ាងណាហើយគេប្រើប្រាស់បែបម៉េចបាទសូមរីករាយតាមដានបាទពាក្យជាដំបូងនេះគឺពាក្យកីឡាថ្នាក់ពាក្យជានាមបាទយើងអានថាកីឡានេះជាមានន័យថាការលេងល្បែងឬល្បែងកម្សាន្តផ្សេងៗឧទាហរណ៍លេងកីឡាប្រកួតកីឡាបាទអញ្ចឹងពេលកីឡានេះគឺមានច្រើនប្រភេទបច្ចុប្បន្ននេះមានកីឡាបាល់បោះកីឡាបាល់ទះកីឡាបាល់ឱបកីឡាបាល់ទាត់កីឡាវាយសីកីឡាប៉េតង់មិនថាវាយប៊ូលបាទកីឡាច្រើនកីឡាមានច្រើនប្រភេទអញ្ចឹងមានន័យថាពេលកីឡានេះគឺការលេងល្បែងទាំងអស់ហ្នឹងបាទលេងល្បែងមួយណាក៏វាជាកីឡាដែរបាទកីឡាពេលជាបន្តនេះគឺពាក្យកីឡដ្ឋានបាទកីឡដ្ឋានបាទពាក្យកីឡដ្ឋាននេះខ្ញុំអធិស្ឋានបាទមិនមែនថ្នាក់ពាក្យជាគុណនាមទេគឺជានាមបាទយើងហៅថាកីឡដ្ឋានបាទកីឡដ្ឋានពាក្យនេះពីមុនពាក្យនោះមានយូរហើយតាំងពីមុននោះប៉ុន្តែយើងទាំងអស់គ្នាអត់ដែលប្រើបាទអត់ដែលប្រើទេត្រឹមតែប្រហែលជា2ទសវត្សរ៍ចុងក្រោយនេះយើងឃើញថាមានការកែប្រែនៅដូចជាពហុកីឡដ្ឋានថ្នាក់ខេត្តថ្នាក់ជាតិអីហ្នឹងគឺយើងកែទៅជាពហុកីឡដ្ឋានបាទគឺប្រើពាក្យនេះឯងបាទកីឡដ្ឋាននេះមានន័យថាទីកន្លែងសម្រាប់លេងល្បែងផ្សេងកន្លែងសម្រាប់លេងកីឡាបាទកីឡដ្ឋានអញ្ចឹងអធិស្ឋានថ្នាក់ពាក្យនេះមិនមែនជាគុណនាមទេគឺជានាមមានន័យថាទីកន្លែងសម្រាប់លេងល្បែងផ្សេងដូចជាទីកន្លែងសម្រាប់លេងបាល់បោះបាល់ទះបាល់ទាត់បាទបាល់ឱបប៉េតង់វាយសីបាទប៉េតេនីសទាំងអស់ហ្នឹងហើយគឺកន្លែងដែលលេងទាំងអស់ហ្នឹងគេហៅថាកីឡដ្ឋានបាទនៅពាក្យចុងក្រោយនេះបាទពាក្យចុងក្រោយគឺពាក្យកីឡាដ្ឋាននេះបាទនៅក្នុងវចនានុក្រមសម្ដេចជួនណាតគឺអត់មានទេគឺយើងរកអត់ឃើញទេយើងរកឃើញតែកីឡដ្ឋានបាទកីឡដ្ឋានតែនៅក្នុងវចនានុក្រមរបស់សាលាជាតិបាទរបស់សាលាភាសាជាតិយើងដែលបោះពុំឆ្នាំ2022នេះមានពាក្យនេះមានពាក្យកីឡដ្ឋាននេះលោកឲ្យថ្នាក់ពាក្យជានាមមានន័យថាពាក្យដែលคล้ายមកពីកីឡដ្ឋានបាទកីឡដ្ឋានអញ្ចឹងបើគេឲ្យជ្រើសរើសថាពាក្យពីរហ្នឹងឯងរវាងកីឡដ្ឋាននិងកីឡដ្ឋាននេះពាក្យណាត្រឹមត្រូវបើយើងមិនបានមើលវចនានុក្រមថ្មីបាទដែលរបស់ពុំឆ្នាំ2022យើងអត់ឃើញពាក្យថាកីឡដ្ឋាននេះទេហើយពីដើមគឺយើងប្រើពាក្យនេះបាទវាសុសសាយអស់ទៅហើយសុសសពអស់ទៅហើយបាទអញ្ចឹងពាក្យនេះคล้ายមកពីពាក្យកីឡដ្ឋានថ្នាក់ពាក្យជានាមបាទ
ប៉ុន្តែបើសំដៅទៅលើកន្លែងលេងល្បែងកីឡាផ្សេងៗហ្នឹងយើងអត់ប្រើហ្នឹងទេយើងប្រើនេះប្រើកីឡាដ្ឋានអញ្ចឹងពាក្យដែលខ្ញុំបង្ហាញនៅទីនេះគឺមានចំនួន3ពាក្យសូមចប់ប៉ុណ្ណេះបាទក៏សូមអរគុណដល់បងប្អូនដូចជាប្រិយមិត្តទាំងអស់ដែលតែងតែតាមដានការបង្ហាញរបស់ខ្ញុំបាទសូមជូនពរឲ្យបងប្អូនក៏ដូចជាលោកស្រីទាំងអស់ជួបប្រទះនឹងជោគជ័យគ្រប់ភារកិច្ចបាទសូមអរគុណ